វាប្រើប្រាស់កាតបូកនៅក្នុង Heyday ចឹងកាតបូកនៅក្នុង Heyday វាមានច្រើនប្រភេទមែនតើដើម្បីទទួលបានកាតបូកហ្នឹងគឺយើងអាចមើលអំពីការណែនាំរបស់គេបានតែអក្សរញ៉ៃញ៉ៃច្រើនណាស់អញ្ចឹងយើងក៏ដឹងថាកាតបូកហ្នឹងមានដូចជាកាតប្រើថមកាតប្រើតាយាយកាតដែលអាចឲ្យទូកមកលឿនបំពេញទូកហើយនឹងធ្វើឲ្យដំណាំដុះបានលឿនម៉ាស៊ីនផលិតលឿនកាតបូកនេះយើងអាចទទួលបានពីកន្លែងយើងខុសឆេះលុយដើម្បីទិញពេជ្រនេះយើងដាក់លុយទិញពេជ្រឬយកពេជ្រទៅទិញកាតអស់នឹងបានដូចគ្នា Farm Pass ដែលខ្ញុំនិយាយពីម្សិលមិញក៏ផ្ដល់ជាកាតនឹងឲ្យយើងដូចគ្នាដែរអញ្ចឹងយើង complete វាតាមគោលដៅមកយើងបានកាត free អញ្ចឹងអាចបានកាតផលថោកឬកាតអីផ្សេងៗទៅតាមហ្នឹងហើយកន្លែងឡានប្រវល់នេះក៏មានឱកាសក្នុងការទទួលបានកាតដូចគ្នាដែរវិធីមួយទៀតដើម្បីទទួលបានកាតហ្នឹងគឺយើងបើកហັບកំណត់ដែល load នៅលើដៃយើងវា random load មកអញ្ចឹងអាហ្នឹងក៏មានឱកាសទទួលបានកាតនឹងដែរហើយមានច្រើនប្រភេទមែនតើបើចង់យល់មួយចាំតាណេជំខ្ញុំបញ្យល់ប៉ុន្តែនេះជាឱកាសដែលទទួលបាននឹងរបៀបប្រើប្រាស់ទ្រុងដើម្បីឲ្យយើងដឹងថាវាប្រើរបៀបម៉េច